và cho biết số ngày nay nhóm miền cái tự do nâng nòmយកព័ត៌មានមួយដែលតាក់ទងទៅនឹងកំប៉ុងហើយថ្ងៃនេះខ្ញុំនឹងជម្រាបជូនអំពីការប្រើប្រាស់និងអត្ថប្រយោជន៍ខ្លះៗនៃជីកំប៉ុស្តយើងនឹងទី1ការប្រើប្រាស់កំប៉ុស្តយើងអាចប្រើក្នុងការទ្រាប់បាតបាននេះជាកំប៉ុស្តរបស់យើងនេះយើងអាចប្រើលក្ខណៈនៃការទ្រាប់បាតនិងរបៀបនៃការប្រើហើយមួយទៀតគឺយើងអាចជីករណ្ដៅជីកលងចំវិលគួលនឹងហើយយើងដាក់ជីរយជីនៅតាមរន្ធប្លុកទៅហើយយើងអាចលុបដៃមកមួយទៀតគឺយើងអាចមួយបែបទៀតយើងអាចបាចជំវិញគួលនឹងតែម្ដងហើយស្រោចទឹកឬក៏យើងស្រោចទឹកហើយយើងបាចក៏បានដែរអាហ្នឹងវិធីនៃការប្រើហើយសម្រាប់ចំនួនបរិមាណដែលយើងគួរប្រើដើម្បីឲ្យបានទិន្នផលសមស្របនៅពេលដែលកូនដំណាំយើងអាយុពីអាចពីដាំដល់6ខែយើងអាចប្រើវាចំនួនវាប្រហែលជា1គីឡូក្រាមដោយរបៀបដែលយើងឲ្យប្រើមកអញ្ចឹងហើយទី2គឺពី6ខែទៅ2ឆ្នាំយើងអាចប្រើពី1គីឡូទៅ2គីឡូហើយពី2ទៅ4ឆ្នាំយើងប្រើ3ទៅ5គីឡូហើយពី4ទៅ6ឆ្នាំយើងប្រើ5ទៅ7ពី6ទៅ10គីឡូយើងប្រើពី7ពី6ទៅ10ឆ្នាំយើងប្រើពី7ទៅ10គីឡូឬក៏អាចលើសនឹងក៏អត់បញ្ហាអីដែរនេះជារបៀបនៃការប្រើប្រាស់ធ្វើទៅតាមនឹងទៅវាអត់ទេខុសទេហើយវាទូទៅនៅក្នុងមួយឆ្នាំបើយើងមានលទ្ធភាពយើងគួរប្រើឲ្យបានយ៉ាងហោចណាស់ក៏បាន4ដងក្នុងមួយឆ្នាំអញ្ចឹងរយៈពេលការប្រើប្រាស់4ដងឲ្យបាន4ដងហើយសួរថាតើវាជួយអីខ្លះសម្រាប់កំប៉ុស្តនោះវាទៅជួយអីខ្លះដល់រុក្ខជាតិទី1គឺវាធ្វើឲ្យស្លឹកឬក៏ត្រួយហ្នឹងមានការលូតលាស់លឿនហើយមានពណ៌សម្បុរល្អហើយទី2គឺធ្វើឲ្យផ្លែហើយនឹងផ្កាកាន់ទី3ធ្វើឲ្យផ្លែផ្កាផ្លែធំផ្លែផ្អែមហើយនឹងឫសវានឹងមានភាពរឹងមាំហើយមួយយ៉ាងទៀតគឺនៅពេលដែលយើងប្រើជាប្រចាំរាល់ឆ្នាំទៅធ្វើឲ្យដីយើងនឹងធូរធ្វើឲ្យដីយើងនឹងគឺមានគេហៅថាមានអតិសកុមប្រាណច្រើនអញ្ចឹងនៅពេលដែលយើងប្រើជារឿយដល់ពេលជាច្រើនឆ្នាំទៅធ្វើឲ្យដីយើងនឹងមិនពិបាកទេវាជួយការពារជំងឺយើងទៀតនៅពេលដែលយើងប្រើទៅវាបំបត្តិអាការធាតុពុលផ្សេងច្រើនអស់ទៅហើយវាធ្វើឲ្យគល់ដំណាំយើងនឹងស្រូបយកជីវជាតិបានលឿនបំផុតនៅពេលដែលយើងប្រើវាអញ្ចឹងរបៀបប្រើប្រាស់ហើយនឹងអត្ថប្រយោជន៍ខ្ញុំគិតថាប៉ុណ្ណឹងអាចបងប្អូនអាចយល់បានហើយបាទអរគុណច្រើនជំរាបលាបាទអរគុណ